ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបើកថ្ងៃល្អចង់បង្ហាញទេសភាពនៅសាលារៀនបឋមសិក្សានៅប្រទេសន័រវេចង់ដឹងអត់ថានៅសាលាបឋមសិក្សារបស់ស្រុកន័រវេមានអ្វីខ្លះហើយខុសពីនៅស្រុកខ្មែរយើងអីគេខ្លះតោះទៅមើលទាំងអស់គ្នាសម្រាប់ស្រុកន័រវេនេះដែរគឺឲ្យតម្លៃក្មេងខ្លាំងមែនតើគឺឲ្យតម្លៃក្មេងលេខ1ដូចដាក់លើហឹងអញ្ចឹងហើយសម្រាប់ឪពុកម្ដាយបើសិនជាឧទាហរណ៍យើងវាយកូនឬក៏ធ្វើសកម្មភាពអ្វីមួយដែលកូនមិនពេញចិត្តហើយកូនទៅប្រាប់សាលារៀនគឺរដ្ឋគេនឹងអាចដកកូនយើងចេញពីយើងប្រសិនបើរដ្ឋយកកូនចេញពីយើងហើយគឺយើងអាចជួបកូនត្រឹមតែ2ទៅ3ដងក្នុងមួយឆ្នាំពេលដែលយើងអាចជួបកូនយើងបានវិញនោះគឺត្រឹមតែរយៈពេលយ៉ាងយូរ1អាទិត្យដោយសារគេឲ្យកូនយើងមកលេងយើងហើយពេលដែលជួបនោះគឺពេលដែលគេមានកម្មវិធីបុណ្យឬក៏កម្មវិធីពិសេសអីមួយហើយនៅសាលារៀនគឺគេមានកន្លែងសម្រាប់ក្មេងទាត់បាល់គេមានតារាងបាល់អញ្ចឹងទៅអញ្ចឹងហើយចំពោះឪពុកម្ដាយដែលស្រឡាញ់កូនខ្លាចបាត់បង់កូនគឺមើលថែកូនខ្លាំងមែនទែនហើយគឺមិនធ្វើអ្វីទាំងអស់សូម្បីតែទោះខឹងក៏ត្រូវតែទប់អារម្មណ៍ខ្លួនឯងឲ្យបានដែរអូណៃយេយីពីហើយគេក៏មានជារោងមួយសម្រាប់ដាក់ឈើនេះគឺគេរៀបដើម្បីទុកឲ្យកូនក្មេងនៅសាលាគាត់រៀនបន្ទប់ដាក់លើគ្នាដើម្បីរៀនសាងសង់ដូចជាផ្ទះអញ្ចឹងទៅសាលាក៏មានកន្លែងសម្រាប់លេងបាល់បោះផងដែរសាលារៀនមានបរិវេណធំទូលាយហើយគេក៏មានខ្សែរ៉តផងដែរខ្សែរ៉តនេះគឺមនុស្សធំក៏អាចជិះបានដែរបរិវេណសាលាគឺរុំព័ទ្ធដោយភ្នំខាងក្រោយហើយនឹងជំហៀងគឺសម្បូរទៅដោយភ្នំគេក៏មានរបស់របរមួយចំនួនផ្សេងផងដែរដូចជាក្មេងរអិលលេងហើយនឹងឧបករណ៍សម្រាប់ហាត់ប្រាណចំណែកឯសាលារៀនគឺគេដេគ័របានស្អាតខ្លាំងមែនទែនហើយសាលារៀននេះដែរគេសាងសង់ពីឈើអត់សាងសង់ពីថ្មដូចនៅស្រុកខ្មែរយើងទេដោយសារសាងសង់ពីឈើនេះដែរគឺវាមានលក្ខណៈងុំក្តៅល្អពេលដែលយើងប្រើអុសដុតនៅក្នុងអូវិននៅរដូវរងាក្រឡេកមកមើលកូនខ្ញុំវិញគាត់ក៏បានរៀបបន្ទប់ឈើតលើគ្នាយើងអាចនិយាយបានថាគេបង្រៀនក្មេងៗតាំងពីតូចឲ្យចេះពីរបៀបសាងសង់អ្វីមួយអញ្ចឹងទៅក្មេងៗឲ្យតែបានមកលេងនៅបរិវេណសាលាគាត់មិនចង់ត្រឡប់ទៅផ្ទះវិញទេព្រោះគាត់សប្បាយខ្លាំងមែនទែនគាត់ជួនអីថ្ងៃបើកថ្ងៃល្អតែនៅស្រុកន័រវេគឺបើកថ្ងៃបានបន្តិចថ្ងៃនេះហើយលេងមិនទាន់បាននឹងឆ្អែតឆ្អន់ផងមេឃក៏ធ្លាក់ភ្លៀងចេញពីសាលារៀនមកយើងក៏មកដល់ផ្ទះវិញហើយកូនគឺនិយាយថាម៉ាម៉ាអូនសុំលេងថែមបន្តទៀតដោយសារថ្ងៃនេះបើកថ្ងៃហើយអូនលេងមិនទាន់បានឆ្អែតឆ្អន់នោះទេចាក់សឹងអីហើយមើលមុខអត់ឃើញទេត្រជាក់ម៉ែនេះត្រជាក់សឹងអីហើយកូនអត់ត្រជាក់នេះអេរីកាលោតមកខាងនេះបែរមកហោលោតហោ1 2អេរីកាក៏ទៅ flip រុនលោតហោ1 2 3អូណោថាលេស៊ីនទៅមកថាលេម្ដងអូខេហោលោតមកម៉ាផ្សារទៀត1 2 3លោតអូខ្លាំងមែនកូនមកខ្លាំងហើយញ៉ាំមួយសេ hello មួយ Hello សួស្ដីឆ្នាំថ្មីCambodia ថាលីជំរាបសួរសាធុថ្មីគាត់សាធុថ្មីបាយមកម៉ាមើលសាធុថ្មីសាធុកូនមកចេះឆ្លាត